ឈូលីនិងនូហ្វីចាប់ផ្ដើមដំណើរកម្សាន្តថ្មីមួយដើម្បីស្វែងរកកំណាប់ក្នុងបាតសមុទ្រដែលមានទឹកជម្រៅជ្រៅបំផុតពួកគេចុះពីលើតុហែទឹកចូលទៅក្នុងបាតសមុទ្រដោយសេចក្តីរំភើបដោយស្នេហ៍រទីអង្អាចក្លាហានដឹកសមុទ្រមួយកប៉ាល់បានមកស្វាគមន៍ហើយណែនាំពួកគេទាំងពីរនាក់ឲ្យទៅរកទីកន្លែងកំណាប់មុននោះឈូលីនិងនូហ្វីតាំងពីក្រោយសត្វអណ្ដើកសមុទ្រទៅកាន់ពិភពបាតសមុទ្រដែលពោពេញដោយភាពអាថ៌កំបាំងនៅបាតសមុទ្រនេះពួកគេទាំងពីរបានឃើញទេសភាពគួរឲ្យចាប់អារម្មណ៍ណាស់មួយសន្ទុះក្រោយមកមានត្រីមួយក្បាលទៀតហែមកជុំជាមួយឈូលីនិងនូហ្វីរួចនាំពួកគេឆ្ពោះទៅរកកំណាប់ដែលពួកគេចង់បាននោះនៅទីនោះពួកគេរកឃើញកប៉ាល់ចាស់មួយដែលមានប្រអប់នៅក្នុងខ្លួនវាពួកគេបានរកឃើញប្រអប់មួយដែលបានលាក់នៅទីនោះពួកគេបើកប្រអប់នោះឃើញពន្លឺភ្លឺចាំងជ័យមកវាពិតជាមានអារម្មណ៍អស្ចារ្យពិតៗប្រអប់នោះពោពេញដោយមាសប្រាក់និងក្រពិតដ៏អស្ចារ្យដែលអាចផ្ដល់ដល់អ្នករកឃើញវាអាចដេកស៊ីដោយមិនចាំបាច់ធ្វើការអស់មួយជីវិតបន្ទាប់ពីរកឃើញប្រអប់កំណាប់នេះហើយពួកគេមានក្តីរំភើបហើយហែឡើងលើជាមួយនឹងគ្រឿងមានតម្លៃទាំងនោះពួកគេឡើងមកដល់លើទូពួកគេស្រែកសប្បាយអរជាមួយនឹងគ្រឿងមានតម្លៃទាំងនោះ